ព្រះគម្ពីរយោបចំពោះទី16ព្រះយោបក៏ឆ្លើយឡើងថាខ្ញុំបានឮសេចក្តីយ៉ាងនោះជាច្រើនហើយអ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្តដែលនាំឲ្យល្វើយវិញតើពាក្យជាអាសាអត្ការទាំងនេះនឹងចប់ចោះត្រឹមណាតើមានអ្វីបណ្ដាលឲ្យអ្នករាល់គ្នាតបមកដូច្នេះខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរបើសិនជាព្រលឹងនៃអ្នករាល់គ្នានៅក្នុងសន្តាននៃព្រលឹងខ្ញុំនោះខ្ញុំនឹងប្រមូលពាក្យមកទាស់នឹងអ្នករាល់គ្នាព្រមទាំងក្រវីក្បាលនឹងអ្នកបានដែរប៉ុន្តែខ្ញុំនឹងបញ្ចេញពាក្យចម្រើនកម្លាំងដល់អ្នករាល់គ្នាវិញហើយបបោមាត់ខ្ញុំនឹងរកបន្ធូរទុករបស់អ្នករាល់គ្នាដែរតែឥឡូវនេះទោះបើខ្ញុំនិយាយទៅគង់តែសេចក្តីទុក្ខព្រួយរបស់ខ្ញុំមិនអន់ថយដែរហើយបើស្ងៀមនៅនោះតែខ្ញុំបានធូរយ៉ាងណាព្រះទ្រង់បានធ្វើឲ្យខ្ញុំល្វើយទៅអោព្រះអង្គអើយទ្រង់បានបំភាំងពួកមិត្តរបស់ទូបង្គំទាំងអស់ហើយក៏បានធ្វើឲ្យទូបង្គំជ្រួញសាច់នោះជាទីបន្ទាល់មួយហើយអាការៈស្គាំងស្គមរបស់ទូបង្គំក៏ឡើងធ្វើបន្ទាល់នៅមុខទូបង្គំទៀតព្រះទ្រង់បានហែកហួរខ្ញុំដោយសេចក្តីកំហឹងរបស់ទ្រង់ព្រមទាំងស្អប់ខ្ញុំផងទ្រង់សង្កៀតថ្មិញដាក់ខ្ញុំខ្មាំងសត្រូវរបស់ខ្ញុំបានសម្លៀងភ្នែកទាស់នឹងខ្ញុំពួកគេបានហាមាត់គំរាមខ្ញុំគេបានទះកំភ្លាបងអៀនខ្ញុំហើយប្រមូលគ្នាទាស់នឹងខ្ញុំព្រះទ្រង់បានប្រគល់ខ្ញុំទៅឯអាថ្មិលល្មើហើយបានបោះបង់ចោលខ្ញុំនៅក្នុងកំដាប់ដៃនៃមេកំណាចពីដើមខ្ញុំមានសេចក្តីសុខតែទ្រង់បានបំបាក់បំបែកខ្ញុំទ្រង់បានចាប់កញ្ចឹងកោះខ្ញុំទាំងបោកខ្ញុំកំទេចផងក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង្សរបស់ទ្រង់ពួកពលធ្នូរបស់ទ្រង់ឡោមព័ទ្ធខ្ញុំទ្រង់ពុះចិត្តថ្លើមខ្ញុំជាពីអត្រាប្រណីឡើយទាំងចាក់ទឹកប្រមាត់ខ្ញុំចោះដល់ដីទ្រង់ទម្លាយខ្ញុំជាចន្លោះខ្ជាន់ខ្ជាន់ក៏រត់ចូលមកលើខ្ញុំដូចជាមនុស្សខ្លាំងពូកែខ្ញុំបានដេកសម្ពុតថ្មីភ្ជាប់លើសាច់ខ្ញុំហើយបានដាក់អំណាចខ្ញុំចោះក្នុងធូលីដីមុខខ្ញុំក្រហមដោយយំហើយមានមលុបនៃសេចក្តីស្លាប់នៅត្របកនៃខ្ញុំទោះបើខ្ញុំគ្មានសេចក្តីអយុត្តិធម៌នៅក្នុងដៃហើយសេចក្តីអធិស្ឋានខ្ញុំជាបរិសុទ្ធក៏ដោយផែនដីអើយកុំគ្របបាំងឈាមខ្ញុំឡើយហើយកុំឲ្យសម្រែករបស់ខ្ញុំបានឈប់ឈរនៅកន្លែងណាឡើយឥឡូវនេះមើលចុះទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ហើយស័ក្តិសិទ្ធិរបស់ខ្ញុំនៅលើស្ថានសួគ៌ដ៏ខ្ពស់ឯពួកមិត្តរបស់ខ្ញុំគេឡកលើឲ្យខ្ញុំតែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះវិញព្រមទាំងសូមឲ្យទ្រង់ធ្វើជាអ្នកកណ្ដាលនៃមនុស្សនិងព្រះហើយកណ្ដាលមនុស្សជាតិមួយនិងអ្នកជិតខាងខ្លួនផងត្បិតកាលណាកំណត់ឆ្នាំតែបន្តិចនេះបានមកដល់ហើយនោះខ្ញុំនឹងទៅតាមផ្លូវដែលមិនត្រឡប់មកវិញឡើយ